ខ្មែរមួយមុខនេះណាគឺជាមុខម្ហូបដែលញ៉ាំទៅចុកបាយខ្លាំងមែនទែនមិនថាបាយក្តៅមិនថាបាយកកអីទេហើយបើថាពេលដែលធ្វើហើយគឺថាឈ្ងុយឈ្ងប់ไปឡើងពេញផ្ទះទាំងអស់បន្លែរបស់ខ្មែរយើងគឺជាប្រភេទម្លក់បែបនេះជ្រលក់ជាមួយប៉ាពីលឬមួយក៏តសៃបានផ្កាស្ដៅចេះទៀតអូឆ្ងាញ់ហើយសែនឆ្ងាញ់ថាខ្ញុំទៅមានមុខម្ហូបចុកបាយហើយបើកូនខ្ញុំនេះវិញទិញបានយ៉ាអ៊ូកំប៉ុងរសជាតិថ្មីបងប្អូនដែលមានគ្រាប់ធនជាតិក្រៀមហើយជាមួយនឹងគ្រាប់នំទូចៗល្អិតៗនៅខាងលើហ្នឹងពិសេសខ្លាំងមែនតើគឺការវេចខ្ចប់របស់គេគឺមានសភាមកជាមួយទៀតហើយវេចខ្ចប់គឺអនាម័យស្តង់ដារណាងាយស្រួលឲ្យអូនទូចៗក៏ដាក់ទៅតាមកតាបទៅរៀនបានណាប្រភេទយ៉ាអូ Happy CP ហ្នឹងគឺគាត់អាចញ៉ាំបានចាប់ពីអាយុ2ឆ្នាំឡើងទៅរហូតដល់មនុស្សធំដូចជាខ្ញុំអីហ្នឹងផ្ដល់ថាមពលនឹងការលូតលាស់បានល្អសម្រាប់កូនក្មេងហើយសំខាន់បំផុតនឹងរក្សាតុល្យភាពជាតិទឹកនៅក្នុងខ្លួនរបស់កុមារទូចៗខ្លះសេអតិចទៀតគ្រាប់នំឲ្យឡើងស្រួយហើយយ៉ាអូវិញឡើងជូរអែមឆ្ងាញ់ណាស់ខ្ញុំវិញញ៉ាំត្រូវមាត់បាយឡើងពេញដៃតកូននៅធ្វើម្ហូបជាមួយគ្នាហ្នឹងអញ្ចឹងកូនខ្ញុំញ៉ាំយ៉ាអូទៅខ្ញុំចាប់ផ្ដើមមកធ្វើជាមួយនឹងម្ហូបខ្មែរយើងស្អំម្ដុំទូចនេះវិញខ្ញុំទិញឡើងតម្លៃ3000ណោះលក់ខ្ញុំមានតែ3មុខហ្នឹងឯងមានប៉ាពីតសក់ហើយសាច់ជ្រូកនេះវិញគឺជាប្រភេទសាច់ជ្រូករបស់ខ្មែរយើងវាអត់សូវធំក្លិនហ្មងទេខ្ញុំប្រើជាមួយនឹងពងទាប្រៃផងហើយនឹងពងទាសាបយើងធម្មតាបន្លែសាច់ហើយជាមួយនឹងស្បែកហ្នឹងចេញពីគ្នាដើម្បីធ្វើការកញ្ច្រាំជាមួយនឹងខ្ទឹមសហើយនឹងខ្ទឹមក្រហមបន្ទាប់មកចាក់ជាមួយនឹងប្រហុករបស់យើងធម្មតាចូលទៅហ្នឹងកញ្ច្រាំវារហូតជាមួយសាច់ជ្រូកហ្នឹងរហូតដល់តែម៉ត់ចូលគ្នាហើយខ្ញុំប្រើជាមួយនឹងពងទាប្រៃតែយកតែផ្នែកក្រហមទេប្រើចំនួនតែមួយគ្រាប់ពេលកញ្ច្រាំរហូតដល់តែវាម៉ត់ជាល្បាយតែមួយហើយគ្រឿងទេសដែលខ្ញុំត្រូវបង់ហ្នឹងមានដូចជាម្សៅស៊ុបគ្រាប់ខ្ញុំប្រើស្ករសជូនពីសភាបាយព្រោះដោយសារតែខ្ញុំប្រើជាមួយនឹងស្ករពាងដែរបើវាខាំមុតដុតរសជាតិបានល្អបន្ថែមជាមួយនឹងប៊ីចេងតែមួយញីបទៅបានហើយរួចរាល់អស់គោះជាមួយនឹងពងទាចំនួន2គ្រាប់ចូលទៅកគ្រឿងទេសទាំងអស់ហ្នឹងរហូតដល់តែវាសប់ម៉ត់ចូលគ្នាអស់ជាមួយនឹងពងទាបែបនេះហើយបងប្អូនចាំយកវាយកមកដាក់នៅក្នុងឆ្នាំងចំហុយមកហុកកញ្ច្រាំជាមួយពងទាប្រៃរៀងចង់ឆ្អិនរឹមហ្នឹងហើយខ្ញុំបានដាក់ជាមួយនឹងពងក្រហមចូលទៅអានេះពងក្រហមរបស់ពងទាប្រៃបន្ថែមនៅពីលើហ្នឹងទី1ធ្វើឲ្យបង្កើតរសជាតិម្ហូបរបស់យើងកាន់តែឆ្ងាញ់ហើយមើលទៅឃើញស្អាតទៀតណាគេខ្លះឲ្យតែគោះពងក្រហមប៉ាក់នៅពីលើហ្នឹងហើយដឹងតឡើងទៅសហើយអញ្ចឹងមកមើលពីរបៀបធ្វើដូចខ្ញុំទាំងអស់គ្នាមកណានៅពេលដែលយើងធ្វើហើយយើងចំហកម្របវាបែបហ្នឹងមកវាឡើងផុសពងក្រហមល្អខ្លាំងមែនទែនឃើញម្ហូបរបស់យើងគឺរឹតតែគួរឲ្យចង់ញ៉ាំទៀតបែបស្ដៅវិញខ្ញុំបានសោះនៅក្នុងហ្នឹងហើយដើម្បីកុំឲ្យវាល្វីងខ្លាំងពេកអញ្ចឹងនៅក្នុងការយើងធ្វើជាម្លក់ទៅពិបាកញ៉ាំអូគ្រាន់តែខ្ញុំចិត្តតែម្ដុំបែបនេះមកបងប្អូនខ្ញុំនិយាយតាមត្រង់ខ្ញុំញ៉ាំបាយ3ចានតែម្នាក់ឯងទេហើយខ្ញុំដាក់ជាមួយនឹងបាយកកឲ្យសុទ្ធទៀតឆ្ងាញ់មែនតែនហ្មងណាបានញិចម្ទេសហឹលទៀតនៅខាងក្រៅរឹតតែឆ្ងាញ់ហើយបកូនប្រុសខ្ញុំនេះវិញគឺញ៉ាំជក់មាត់មែនតែរបៀបខ្ញុំធ្វើនេះក្មេងចាស់ក៏ញ៉ាំបានដែរ